បងប្អូនប្រហែលជាចាំបងស្រីហើយបងស្រីគាត់ជាអ្នកពុតថ្មិញជាមួយខ្ញុំហើយសារពាក្យថ្មិញរបស់គាត់គឺសើចមកផ្អៀងទៅខាងស្ដាំនឹងខ្លាំងមែនតើបច្ចុប្បន្នយើងពុតថ្មិញបងស្រីបានជោគជ័យហើយគាត់សើចមកស្អាតសើចមកមានទំនុកចិត្តជាងមុនហើយបងស្រីគាត់ស្រឡាញ់ស្នាមញញឹមគាត់បច្ចុប្បន្នខ្លាំងមែនតើប៉ុន្តែអ្វីដែលជាបញ្ហាដែលនៅសេសសល់គឺដោយសារតែចន្លោះថ្មិញបងស្រីខាងក្រោមហ្នឹងយើងអាចទាញបិទផ្ចិតបានទេអញ្ចឹងជំរឿតែមួយគត់គឺបងស្រីមានតែធ្វើការដាំបកគោនៅក្នុងឆ្អឹងថ្ងៃនេះពួកយើងដាំបកគោនៅក្នុងឆ្អឹងជូនបងស្រីគាត់បានជ្រើសរើសប្រភេទ implant នេះជាប្រភេទប្រទេសរបស់បារាំងប្រភេទ implant របស់ប្រទេសបារាំងនេះគឺវាមានគុណភាពល្អមែនទែនដែលវាមានភាពស៊ីគ្នាជាមួយនឹងឆ្អឹងបានល្អហើយយើងអាចប្រើប្រាស់វាបាននៅក្នុងរយៈពេលវែងដោយអត់មានក្តីបារម្ភទេអញ្ចឹងបើសិនជាបងប្អូនត្រូវការដាំបកគោក្នុងឆ្អឹងអីបងប្អូនអាចជ្រើសរើសប្រភេទបកគោរបស់បារាំងនេះបានគុណភាពខ្ញុំធានាថាវានឹងល្អខ្លាំងមែនទែនបន្ទាប់ពីដាំបកគោនេះហើយបងស្រីគាត់សប្បាយចិត្តខ្លាំងមែនទែនហើយយើងដាំមកនេះគឺអត់មានការឈឺចាប់អត់មានការហើមដោយអ្វីដែលបងស្រីបានគិតទុកដេកភ័យព្រួយបារម្ភអីពីមុនមកទេហើយវីដេអូមុនហ្នឹងគឺfeedback របស់បងស្រីដែលគាត់អាចដែលគាត់ផ្ដល់មកថាអត់មានការជិះចាប់អីអញ្ចឹងណាអញ្ចឹងបងប្អូនអាចទៅទស្សនានៅវីដេអូមុនបានអូខេអរគុណខ្លាចផង